ជម្រាបសួរមកម៉ែបងប្អូនទាំងអស់គ្នាបើក្បាលវីដេអូឡើងគឺឃើញបន្លែនៅជុំវិញផ្ទះនេះគឺលាស់ខ្ចីមែនតើទៅតបេះថ្ងៃមុនសោះឥឡូវលាស់មកទៀតហើយមានត្រួយកទួតនេះផងដែរហើយក៏នឹកឃើញសម្លមួយយ៉ាងគឺសម្លតាពាំងដាក់ជាមួយនឹងខ្ចៅហើយខ្ចៅនេះដែរគឺស្ងោរឲ្យបងប្រុសកាលពីព្រឹកហ្នឹងគឺនៅសល់ក៏អឺចាក់យកមកស្លជាមួយនឹងតាពាំងហើយបន្លែប៉បៃតងនេះនៅជុំវិញផ្ទះគឺល្អមែនតើទៅពេលដែលបែររួចហើយគឺនឹងខ្ញុំយកមកលាងសម្អាតជាមួយនឹងទឹកមានដូចជាស្លឹកម្រមស្លឹកបាសស្លឹកស្អំជាមួយនឹងត្រួយកន្ទួតគឺបន្លែនៅជុំវិញផ្ទះនេះគឺធម្មជាតិមែនតើនៅពេលដែលខ្ញុំស្លសម្លតាពាំងគឺគ្រួសាររបស់ខ្ញុំគឺគាត់ចូលចិត្តដាក់ជាមួយនឹងខ្ទិះដូងម៉ែរបស់ខ្ញុំក៏តែងតែប្រាប់ខ្ញុំថាបើសិនជាស្លតាពាំងឬក៏ស្លកកអត់មានដាក់ខ្ទិះដូងទេមិនបាច់ចាំស្លទេគឺថាអត់ឆ្ងាញ់តែម្ដងសម្រាប់ពុកម៉ែបងប្អូនទម្លាប់ស្លបែបណាដែរបើនាងខ្ញុំគឺចូលចិត្តដាក់ខ្ទិះដូងបែបហ្នឹងគឺធ្វើឲ្យរសជាតិសម្លកាន់តែឆ្ងាញ់ហើយមានខ្ទិះឈ្ងុយហើយមានជាតិថែមទៀតហើយជាមួយតាពាំងនេះគឺចាត់ជាបន្ទះបែបហ្នឹងហើយតាពាំងហ្នឹងគឺនៅក្រោយផ្ទះតិចគឺជីកពីក្រោយផ្ទះមកហើយបន្ថែមជាមួយនឹងអឺអង្ករបន្តិចដើម្បីឲ្យពេលយើងរំងាស់ទៅធ្វើឲ្យវាកាត់ជាតិហាងបានល្អនៅពេលដែលទឹកពុះគឺចិញ្ច្រោមជាមួយនឹងប្រហុកហើយប្រហុកដាក់មកចាស់ដៃមកបងប្អូនដាក់កាន់តែចាស់កាន់តែឆ្ងាញ់ណាមួយប្រហុកដាក់ទៅតាមចំណង់ចំណូលចិត្តរបស់បងប្អូនដែរហើយបន្ថែមជាមួយនឹងស្ករត្នោតរំងាស់ជាមួយនឹងទឹកធម្មតាបែបនេះសិននៅពេលដែលបាត់ហាងហើយតាពាំងបាត់រសជាតិហាងហើយទើបដាក់ជាមួយនឹងខ្ទិះដូងចូលបន្ថែមទៀតហើយទុកឲ្យមកពុះបានដាក់ជាមួយនឹងបន្លែត្រីសាច់ចូលហើយនៅក្នុងត្រីសាច់ហ្នឹងគឺមានដូចជាសាច់ជ្រូកដោយសារតែមានសមាជិកគ្រួសារមកបន្ថែមទៀតអញ្ចឹងក៏បន្ថែមជាមួយនឹងសាច់ជ្រូកហើយចំពោះត្រីគឺជាប្រភេទត្រីអាំងហើយនេះខ្ចៅដែលខ្ញុំបានចាក់កាលពីព្រឹកមិញជាមួយនឹងម៉ែរបស់នាងខ្ញុំគឺធំល្អមែនតើគឺឆ្ងាញ់មែនតើពុកម៉ែបងប្អូនគ្រាន់តែឃើញខ្ចៅបែបហ្នឹងហើយគ្រឿងផ្សំមានខ្ចៅមានត្រីអាំងដែលបានបេះហាវាជាមួយនឹងសាច់ជ្រូកជាមួយនឹងបន្លែប៉បៃតងរោមទាំងជាមួយនឹងខ្ទិះដូងផងដែរនៅពេលដែលរំងាស់តាពាំងសាបអស់ហើយគឺដាក់ជាមួយនឹងសាច់ជ្រូកហើយសាច់ជ្រូកនឹងដែរគឺខ្ញុំយកទៅស្រុះជាមួយនឹងទឹកក្តៅម្សៅហើយបន្ថែមជាមួយនឹងសាច់ត្រីចូលនៅពេលដែលសាច់ជ្រូកឆ្អិនដាក់ជាមួយនឹងរ៉ូឌីជាមួយនឹងប៊ីចេងតែប៉ុណ្នេះគឺរសជាតិយកទៅណាមិនអត់ទេពុកម៉ែបងប្អូនសម្រាប់ខ្ចៅគឺដាក់ចុងក្រោយគេគ្រាន់តែបន្ថែមខ្ចៅទៅគឺសម្រស់ស្លនឹងគឺមានរសជាតិកាន់តែឆ្ងាញ់មែនទែនគឺខ្ញុំចូលចិត្តសម្លតាពាំងដាក់ខ្ចៅណាពុកម៉ែបងប្អូនចុងក្រោយគឺដាក់ជាមួយនឹងបន្លែប៉បៃតងចំពោះបន្លែប៉បៃតងនេះគឺខ្ញុំដាក់តែល្មមញ៉ាំទេដើម្បីកុំឲ្យស្លដែលនៅសល់មានសោភ័ណភាពមិនល្អមិនស្អាតនៅពេលដែលយើងដាក់តែប៉ុណ្ណឹងទៅយើងអាចដួសសម្លនឹងទុកនៅក្នុងទូបាននៅពេលដែលយើងញ៉ាំអត់អស់នេះពុកម៉ែបងប្អូនសម្លដែលឡហើយគឺឆ្ងាញ់មែនតើរសជាតិគឺតំណងណាស់ពុកម៉ែបងប្អូនដែលមិនតន់បានសាកស្លតាពាំងដាក់ជាមួយនឹងខ្ទិះដូងទេពុកម៉ែបងប្អូនអាចសាកស្លបានគឺឆ្ងាញ់ជាតិយកទៅណាមិនអស់អរគុណពុកម៉ែបងប្អូនសម្រាប់ការពេញចិត្តនិងតាមដានទស្សនាវីដេអូរបស់នាងខ្ញុំសូមជួយចុច like subscribe share follow ម្នាក់មួយផងអរគុណជម្រាបលា